khóa cha thơ là biết mất dân đâu mất tật trắng lúc vậy thơ chẳng ở việc phu không tịch riêng tật bà ở bàn lược ở phật tật làng ná cha ở tật mắt đọ bị cộm từ anh ấy khai vào xa mất tật trăm ná lúc vậy ta sao mình lịch anh nắng đọ lịch ô lịch nhà niệm năng đá hãy cho dây tao xem mẹ nào chồng nu tôi xong cái lơ tầng lơ hay chỉ phiệp bài mà hộp ấy vậy giờ đôi thà đó lần chân tới vì tay chỉ thom đa với nhá miền phong ọt phong bà có đọc ở trường đẹp số đó phục mai bong phổ ôn miền miền lục địa lục ta sắp ra chôn đang khăn ông cào tây city có đọc chất tây sài và đếch nhom màu chụp lục dây nè hàng tật đầy khai cặp bông năng bà đại lược môn đôi chơi du khai hay nhầm thọp mà chụp quạt mà đong bàn tay du hay cả năng miền ông miền dây ta chra đà nật lục dây á nè còn khơi tiệt còn bạc sọt hai bà hay ngày nay có nhầm miền chùm nồi vì bong sợi sọc phía thạch bà sập ra chôn khai nâng krong cru sa con trai đại ruột nở hàngទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកដែលគាត់បានផ្ញើលុយជំនួយមកតាមខ្ញុំឲ្យជួយដល់គ្រួសារសកសោយចាស់ជរាអញ្ចឹងខ្ញុំក៏នឹកឃើញលោកយាយសំណោះគាត់អាណិតគាត់បានធ្វើដំណើរមករកគាត់លោកយាយដែលដាំពោតលក់ណានៅមាត់ទន្លេខាងកំពង់ឆ្នាំងហើយមេឃពងក្តៅបងប្អូនណាបាទចៅសុំជួបតិចមិនខានយាយអត់ចំណាំអើយចំណាំចៅបានអត់ធ្លាប់មកជួបលើកមុនជូនកម្ដងណចាំអត់ចាំឲ្យខានមកយូរដែលបានមកដល់តំបន់ហ្នឹងទៀតណាហើយមិនអីនិយាយសុខភាពអីជីវភាពអីទៅបានស្រួលថ្ងៃហ្នឹងទៅកន្លែងមលុបណាលោកយាយហើយមិនអត់ផ្ទះសុបាយលេចសតអស់ហើយចោលមកវាវែកចែកគ្នាអស់លីងផ្ទះយាយនេះសតដល់ក្រោមមកយ៉ាស់ធំនេះហែកយកទៅទៀតចាទៅក្នុងចាក់យាយបាទនៅបាក់នៅឡើងកោតទេណាយាយណាជាហៀងលោកយាយបាំងធំនេះមកណាចាភ្លៀងមកខោបាទលោកយាយឈ្មោះអីហ៎ចៅភ្លេចឈ្មោះបាត់ហើយកៅសារ៉េតលោកយាយសារ៉េតចាបាទបច្ចុប្បន្នអាយុអីម៉ានលោកយាយ80ហើយ80ហើយហើយជីវភាពឥឡូវមិនហើយវាដូចតែមុនហ្នឹងពិបាកណាលោកយាយណាចាបាទហើយធ្វើមិនទេផ្ទះបានអីនៅរស់កើតទៅយាយនៅមិននោះកូនទិញឈើមកប្រងធ្វើនោះអូឈើទិញបានតសណានេះតសនេះមែនយាយចាតែអត់ទាន់មានអីគ្រប់ទេនៅខ្វះចាធ្វើរបៀបម៉េចយើងនៅមាត់ទឹកចឹងលោកយាយធ្វើចង់ឲ្យវាខ្ពស់បន្តិចជាងទឹកបាទឲ្យបានលើកឲ្យផុតទឹកឡើងណាចាហើយឲ្យទឹកមកដក់ពីក្រោមទៅអានេះខែភាសាមកទឹកតាមណាលោកយាយភាសាមិញលិចអាហ្នឹងដល់លិចអូលិចអានៀបហ្នឹងដែរហើយចូលយាយទៅសម្រាប់ណាចឹងនោះទៅសុំគេលើទៅលើហើយជីវភាពបាយមហូបអីយាយវាដូចថាដល់អញ្ចឹងទៅវាតែជាធម្មតាវិញមានផងអត់ផងអញ្ចឹងទៅមានផងអត់ផងដែរឈឺដែរស្កាត់អីដែរលោកយាយខ្ញុំនឹងទៅបានស្រួលថ្ងៃហ្នឹងបន្តិចស្រួលហើយនៅរកអីធ្វើអីឥឡូវនេះខ្ញុំដាំបន្លែដាំទាំងឈឺទាំងជាទាំងទៅបើអត់ខំទេអត់មានអីដោះស្រាយហើយចៅទៅរៀនហ្នឹងកង់ហ្នឹងខូចផងអីផងលោកយាយសារ៉េតអំពូមីខ្ញុំនេះដែលខ្ញុំសុំកង់មួយនោះបាទលើកមុនហ្នឹងធ្លាប់បានមកជួបលោកយាយម្ដងហើយក៏ខានមកយូរកាលហ្នឹងមានមីងពូក៏គាត់សួរយោបល់ដែរថាងលោកយាយគាត់ពិបាកផ្ទះនៅហើយឃើញអញ្ចឹងហើយចុះជុលធ្វើម៉េចកើតហើយខ្ញុំថាអត់ទាន់ដឹងទេបើមានពូមីងជួយទៅក៏ខ្ញុំទៅគិតបានហើយដល់អត់ទាន់ដឹងថាជួយអីនៅអីខ្ញុំអត់ហ៊ានមកគិតទេបាទឥឡូវមើលលោកយាយពិបាកយ៉ាងម៉េចលោកយាយមានប្រសាសន៍បន្តិចថ្ងៃហ្នឹងចៅមកជួបម្ដងទៀតបាទវាពិបាកដូចតែមុនហ្នឹងអញ្ចឹងដូចថាឥឡូវហ្នឹងរហិតអតិតៈទៅទៀតផ្ទះបាទផ្ទះនៅអញ្ចឹងផ្ទះហ្នឹងបើតាមកូនចង់រុះលើកចាជ្រងថ្មីឡើងចាដាក់តសដាក់អីទៅចាហើយចង់ធ្វើជាប្រក់ដបូលសាំងសីដបូលស្លឹកយាយ
សង្កសីកុំដឹងអីដឹងកូន តាមទឹកលុយមើលសិន បាទឥឡូវអត់ទាន់ឥឡូវទៅបានម៉ានហើយយាយទៅស នោះបាន3ដើមនោះ ទៅបាន3ដើមហ្នឹងទៅទិញមកមែនយាយ ចា ហើយកយាយធ្វើម៉េចកបានអីដាំបាយធ្វើម្ហូបអីឥឡូវនេះ ក៏បានខ្លះអត់ខ្លះ បានពីណាយាយលក់ កូនគេឲ្យចឹងទៅ អីខ្លះ ចា បាទនៅរាល់ថ្ងៃទាំងអស់ហ្នឹងម៉ានអ្នកលោកយាយផ្ទះលោកយាយនេះ 5នាក់ ទាំងកូនហើយចៅ ចា បាទមកចៅសុំជប់មកមេឃតិចលោកយាយអត់អីមេឃបិទថ្ងៃផ្លែសិនហើយអញ្ចឹងអស់នេះអីចិត្តលោកយាយមួយកូនកូនគាត់ទៅមុខលែងរួចណាយាយណាបាច់អាលុំកិនណា ចា ផ្ទះគាត់អំពូមីនផ្ទះលោកយាយសារ៉េតនៅស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងខ្ញុំតាមពិតខ្ញុំជួបលោកយាយម្ដងហើយជួបយូរហើយយូរខែតាំងពីដូច តាំងពីទឹកស្រក តាំងពីទឹកស្រកចង់ចូលមួយឆ្នាំហើយកាលនោះមានអ៊ំគាត់អាណិតលោកយាយច្រើនហើយលោកយាយវ័យ8ជាងហើយផ្ទះនៅស្រុតហើយដល់អញ្ចឹងក៏ខ្លាចស្រុតសកត់ទុកឲ្យចៅនៅក្នុងហ្នឹងទៅទុកឲ្យចៅនៅក្នុងនេះសុកចិត្តមកជ្រកចាហៀងហើយចាហៀងឥឡូវវាយ៉ាហែកដបូលនឹងសកត់មកទៀតហើយនេះបាក់អស់ហើយកាលហ្នឹងមានអ៊ំមីងបងអីគាត់សួរខ្ញុំថាបើគិតផ្ទះលោកយាយហ្នឹងរបៀបម៉េចហើយខ្ញុំថាគិតរបៀបម៉េចមានតែធ្វើ ចា ហើយធ្វើអស់ប្រហែលក៏អត់ទាន់ដឹងយើងលៃមកល្មមតាមទឹកលុយទៅព្រោះផ្ទះគាត់ធ្វើតតែលើក ចា ឲ្យផុតពីទឹកព្រោះខែនេះទឹកឡើងយើងអត់ចាក់ដីកើតទេអញ្ចឹងទឹកយើងធ្វើឲ្យវាផុតទៅដាក់អនុកនូតអីអានៀបអីផុតទៅចដើទៅហើយឥឡូវហ្នឹងទៅមុខលែងរួចកូនកូនសំបានឈើ3ដើមហើយបាន3ដើមលោកយាយមិនតើនេះហើយអញ្ចឹងក្រងតទៀតដើម្បីធ្វើទៅមុខទៀតណាលោកយាយនេះចៅមែនលោកយាយណាចៅបានទៅរៀនណាចៅ រៀនតែមិនបងមកទៅហើយថ្នាក់ទី5 ហ្នឹងតសហ្នឹងបានទៅបាន3ដើមហ្នឹងទេ ចា អាហ្នឹងទិញគេយាយ ចា មួយដើមនេះប៉ុន្មានម៉ឺនលោកយាយ 30000 ដើម30000ហើយត្រូវការប៉ុន្មានដើមមកទៅបានលើកកើត អាហ្នឹងទៅដល់9ដើម មួយដើមតើយើងទិញមក9ដើមហើយបានយើងរកឈើរកអីដំវាតទៀតណាហើយរកជើងតាងអីទៀតណាត្រូវហើយយាយ ចា បាទមានជាងគេធ្វើដែរ ចេះតែនេះទៅ កូនចៅអ្នកគាត់អ្នកដំអ្នកចេះធ្វើមែនយាយ ចា អញ្ចឹងមានពុកម៉ែបងប្អូនជួយលោកយាយសារ៉េតបន្តិចទៅគេលោកគាត់បានផ្ទះនៅព្រោះភ្លៀងវស្សានឹងមកសុំទោសខ្ញុំមិនដឹងថាទប់ជាប់មិនជាប់ទេ ចា ព្រោះវាស្រត់ឲ្យភ្លៀងមកវាទឹកកន្លកចុះឡើងខែទឹកឡើងណា អញ្ចឹងគេលោកថាយើងរួមគ្នាទៅហើយបើសួរខ្ញុំថាអស់ប្រហែលខ្ញុំឆ្លើយអត់ចេញទេព្រោះឆ្លើយទៅខ្លាចខុសខ្ញុំអត់ចង់ឆ្លើយបែបមិនច្បាស់លាស់ទេបាទអញ្ចឹងយើងថាដល់ឥឡូវអ៊ំពូមីងគាត់ចង់ជួយយាយ50ឬក៏$100 $200 $300 $400 $500ខ្ញុំផ្គុំចូលគ្នាមកគិតគូទៅមួយអាញាធរភូមិឃុំនៅហ្នឹងជាមួយកូនគាត់ហ្នឹងទៅទិញឈើទិញដែកយកមកធ្វើហ្មងហើយលុយហ្នឹងមកធ្វើអស់ប៉ុណ្ណាឬសល់ប៉ុណ្ណាទុកទិញអង្គជូនលោកយាយសម្រាប់ចឹងហ្មងលឿនបាទតែនៅឆ្លងឆ្លើយខ្ញុំគិតថាយូរចឹងណាលោកយាយណាចាបាទហើយថ្ងៃនេះចៅមកជួបលោកយាយដោយបងស្រីគាត់នៅសហរដ្ឋអាមេរិកគាត់ឲ្យជំនួយមកចៅជួយលោកយាយលោកតាឬគ្រួសារណាដែលពិបាកអញ្ចឹងក៏នឹកឃើញលោកយាយមកជួបលោកយាយអញ្ចឹងទៅឲ្យទិញអង្គទិញអីជូនលោកយាយណាឥឡូវទៅខាងមុខកន្លែងអត់នោះតិចបន្តិចបាទពួកក្តៅណាស់មកយាយអើយបាទតែក្តៅសុំអត់ណាគេហ្នឹងអត់នោះបាទតែហ្នឹងបាទអត់ចូលកន្លែងហ្នឹងតិចឲ្យរឿងតិចបន្តិចចៅដាក់អង្គដាក់អីជូនលោកយាយចាបាទរឿងនេះមេឃក្តៅឡើយណាលោកយាយនៅឡើយហ្នឹងសិនណាបាទចូលចិត្តយាយហ្នឹងខ្ញុំសុំដាក់លើហ្នឹងសិនចាអូផ្ទះលោកយាយដាក់អត់កើតនៅនោះក្តៅអត់មានកន្លែងក្លុកកន្លែងសុំកង់ឲ្យចៅមួយជីកង់ចៅត្រូវការបានកង់ជិះទៅរៀនណាយាយបាទលោកយាយមានប្រសាសន៍ទៅមានប្រសាសន៍អីមានប្រសាសន៍ចេះនិយាយចេះបាទសាធុបានយកអង្គនឹងមីនឹងតែខអីយកមកខ្ញុំអរគុណខ្ញុំជូនពរទៅម្ចាស់ជំនួយឲ្យបានសេចក្តីសុខក្តីចម្រើនអាយុវែងសុខសប្បាយបាទ
មេឃរកភ្លៀងបងប្អូនរកភ្លៀងហើយខ្ញុំអាណិតលោកយាយសារ៉េតឃើញពីផ្ទះគាត់ពុកម៉ែបងប្អូនឃើញហើយយាយវ័យ80ឆ្នាំហើយមិនស្រួលទេបាទពិបាកហើយរាល់ថ្ងៃគិតធំជាងគេរឿងចម្រោកនៅលោកយាយបានដឹងថាធ្វើម៉េចបានចម្រោកបានអីសំរុំនៅឥឡូវនេះបានកូនគេថ្ងៃព្យុះខ្ញុំដូចកាត់បន្តិចចុះអាតូចវានៅក្នុងតសកដាលឯក្នុងនោះខ្ញុំនៅនេះយំហាមាត់ជង្គង់ខ្ញុំក្លែកទៅឃើញចៅខ្ញុំឲ្យវាចេញមកខ្ញុំចាប់ឲ្យវាទៅផ្ទះមីងវានោះទៅខ្លាចអលំសកាត់ត្រូវណាបាទមួយតាំងនោះបាក់រូងបាក់ផ្ទះអីផ្ទះនោះលបើកអស់លីងបាទខ្ញុំភ័យអើយភ័យចឹងបានមកឃើញដល់ហ្នឹងហើយបងប្អូនមានមីងលោកយាយលោកតាទាំងអស់គ្នាហើយខ្ញុំមកអរគុណទៅដល់បងស្រីបាទបងស្រីសុភាថាច់បាទដែលបងមានចិត្តបុណ្យចិត្តធម៌ក្នុងគ្រួសារគាត់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកបាទដែលបងបានផ្ដល់ជំនួយតាមរយៈខ្ញុំមកជួយដល់លោកយាយបាទឥឡូវខ្ញុំយកលុយជំនួយបងនេះទិញកម៉ាការ៉ុងហើយមានមីមានត្រីខបាទសម្ភារៈទុកសម្រាប់ជូនលោកយាយហើយដោយកន្លែងផ្ទះលោកយាយក្តៅអត់មានកន្លែងជ្រកអញ្ចឹងហើយក៏ខ្ញុំសូមដាក់លើនឹងសិនកុំប្រកែប្រកាន់បាទអធិស្ឋានពីបងម្ចាស់ជំនួយបងស្រីហើយនឹងពីលោកយាយដែរណាលោកយាយណាចាបាទយើងរកកន្លែងណារៀងតិចមកលុបតិចពួកចៅនេះស៊ាំនឹងកម្ដៅតែខ្លាចលោកយាយទ្រាំអត់បានទឹកងើបឈឺពីអីផងបាទលុយបងសុធាថាច់បាទគឺលុយគាត់$50 $20,000ណាលោកយាយណាបាទហើយចៅទិញនេះអស់$30 $12,000នៅសល់លុយ$8,000ទៀត1 2 3 4 5 6 7 8បាទខ្ញុំតំណាងឲ្យបងស្រីហើយបងស្រីក៏គាត់អញ្ជើញមកខ្មែរដែរហើយចេញដំណើរមកព្រោះហើយចុងសប្តាហ៍ហ្នឹងមកលេងគាត់មកលេងប្រទេសយើងចឹងណាអញ្ចឹងក៏អាចនឹងមកដល់ខ្មែរយើងដែរជូនពរបងស្រីធ្វើដំណើរមកលេងជាតិមាតុភូមិបានសុខសប្បាយសុខសុវត្ថិភាពហើយចាំជួបតាមផ្លូវបាទចាំជួបគ្នានៅខ្មែរបងស្រីហើយអរគុណបងដែលមានចិត្តល្អចែករំលែកជួយមកដល់លោកយាយលោកតាចាស់ជរាដែលខឹកខ្សោយខ្វះខាតហើយចឹងចៅតំណាងឲ្យបងម្ចាស់បងស្រីម្ចាស់ជំនួយលោកយាយណាបាទជូនទៅលោកយាយនេះ$8,000ហើយនឹងសម្ភារៈបាទគាត់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកបានសេចក្តីសុខក្តីចម្រើនអាយុវែងជួបនឹងពុទ្ធពធប្រសង់ជួយទ្រទ្រង់ដែលអ្នកជួយជំនួយនឹងមកឲ្យបានអាយុវែងសុខសប្បាយបាទហើយមិញថាអាណិតចៅទៅរៀនអត់កង់បាទអ៊ំមានប្រសាសន៍ក្នុងនឹងចាស់កញ្លោមានពុកម៉ែបងប្អូនយើងគាត់មើលឃើញគាត់ចៅខ្ញុំដែលទៅរៀនអាយុ2 3 10ហើយតែទៅរៀនអត់កង់ជិះម៉ូតូដោយសារអង្គេមានកង់ស្រួលជិះទៅក៏ជិះទៅតាជាងធ្វើឲ្យនោះក៏បានជិះទៅគាត់អត់បានធ្វើក៏ដោយសារអង្គេទៅខ្ញុំសុំកង់មួយឲ្យចៅបាទចៅខុសហើយស្រីអាយុគ្នារៀនហាក់ទីប៉ុន្មានហើយលោកយាយទី5ណាបាទនឹងទៅរៀនបាត់ហើយណាចាទៅនឹងគេមានគេជិះទៅសុំគេទៅនេះនឹងជិះកង់ចាស់នឹងទៅចាជិះខូចទៅលើទៅប្អូនក្មួយនោះគេដុកទៅអូបាទហើយចង់អាណិតចៅបានទៅរៀនបាទអញ្ចឹងគេលោកមានមីងនិយាយថាបងអ៊ំអីគាត់ឃើញអីគាត់អាណិតដល់ក្មួយស្រីឲ្យបានឈ្មោះអីគេដែលចៅទៅរៀនថាអត់កង់ហ្នឹងអីចឹងពួកខ្ញុំហៅសៃលីតែវានោះមកជីជាតិគេផ្សេងណាចាហៅសៃលីហៅសៃលីចឹងចាបាទហើយចឹងក៏ជម្រាបទៅដល់សប្បុរសជនបានឃើញដែរលោកយាយគាត់នៅខាងស្រុកកំពង់តាឡាខេត្តកំពង់ឆ្នាំងហើយខ្ញុំបានមកដល់នេះកន្លែងផ្ទះលោកយាយនៅរាល់ថ្ងៃ5នាក់មួយកូនមួយចៅណាលោកយាយណាបាទហើយផ្ទះហ្នឹងគឺទៅមុខលែងរួចហើយបងប្អូនណាវាសល់ថ្ងៃដូចថាចរិយាក្រំគ្រាទេខ្យល់បក់ខ្យល់អីក៏ចេះតែនៅហើយលោកយាយ80ឆ្នាំហើយក៏រាល់ថ្ងៃហ្នឹងគឺលោកយាយដាំពោតណាខ
ខាងនេះពោតគេទេ បោះក្មួយខនុះផោះខ្ញុំ ក្រោយផ្ទះបន្តិចទៅដល់អាមាត់ទឹកទៅ ចា តែហ្នឹងដីច្រាំងទលេទេយើងដាំអាស្រ័យផលអីចឹងទៅតែអត់មានប្លង់មានអីទេចេះតែដាំហើយលោកយាយដាំតែពោតទេដាំអីផ្សេងពីពោតដែរដាំពោតហ្នឹងហើយព្រោះបាននឹងកូនគេទៅនេះទៅគេយកទៅលក់ឲ្យអញ្ចឹងដល់ពេលបានមកផ្ញើគេយកទៅលក់ឲ្យចាយើងស្ងោក៏យើងលក់ជាឆាពោតស្នៀតទេពោតស្នៀតណាចាអូលក់គេលក់នៅផ្សារទៅណាគេលក់នៅរោងចក្រអូហើយបានលុយកាក់ហ្នឹងមកទិញអង្គទិញអីទុកទិញថ្នាំទិញអីលេបអញ្ចឹងទៅបាទអញ្ចឹងសង្ឃឹមគីឡូមានពុកម៉ែបងប្អូនបានឃើញអាណិតមេត្តាដល់លោកយាយសារ៉េតផងហើយវីដេអូនេះខ្ញុំជួបលោកយាយបានប៉ុណ្ណឹងដោយសារអាកាសធាតុហើយណាមួយសុខភាពលោកយាយផងនៅផ្លូវខ្ញុំខ្លាចគាត់ឈរយូរទៅសុខភាពគាត់ទៅឈឺចេញពីពេទ្យចេញអីបាទអញ្ចឹងហើយក៏គោរពអរគុណដល់បងស្រីបាទសុធាថាច់បាទដែលបងមានចិត្តបនចិត្តធម៌បានជួយមកដល់លោកយាយនៅក្រុងគ្រួសារញាតិមិត្តគាត់នៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកបាទខ្ញុំបាទសូមបួងសួងកសលផលបុណ្យពរជ័យសិរីមង្គលបរិសុខគ្រប់ប្រការតិចតិជុំចម្រុងចម្រើនបាទសូមបួងសួងដល់សកទេវរាជស្ដេចទេវតាចតុបោកចតុឡោកបាលមហារាជទាំង4ថែរក្សានៅទិសខាងជើងខាងលិចខាងកើតខាងត្បូងទិសខាងលើទិសខាងក្រោមទិសសពទិសតូចទិសធំទាំងឡាយដែលលោកមានរិទ្ធមានអំណាចសូមប្រទានពរជ័យសិរីមង្គលបាទសូមបួងសួងឲ្យសប្បុរសជនបងស្រីសុធាថាច់ម្ចាស់ជំនួយសូមឲ្យបានសុខបានចម្រើនតិចតិជុំសុខដុមរមនាតរៀងទៅខ្ញុំបាទគោរពអរគុណមែនតើហើយអរគុណទៅដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសបាទដែលបានតាមដានទស្សនាវីដេអូនេះហើយសូមបន្តជួយចុចshare វីដេអូជូនលោកយាយសារ៉េតមួយផងបាទគីឡូថាឱកាសនិស័យបុណ្យលោកយាយមានជាមួយនឹងសប្បុរសជនគាត់មើលឃើញលោកយាយសាយជាថ្មីទៅគាត់អាណិតលោកយាយគាត់អាចរួមចំណែកក្នុងការជួយធ្វើផ្ទះលោកយាយបាទអញ្ចឹងគីឡូអ៊ំអ្នកមីងលពូបងគាត់ឃើញលោកយាយទៅគាត់អាណិតអាសូរដល់យាយរួមគ្នារួបរวมទៅគីឡូអាចនឹងបានសម្រាលការលំបាករបស់លោកយាយបានជំរកនៅឬក៏បានកង់ឲ្យចៅបាទជិះទៅរៀនផងអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងទេលេខទូរស័ព្ទសម្រាប់ក្រុមការងារសម្បត្តិជន096 424 22 22បាទសូមអរគុណនិងគោរពជំរាបលាបាទ